ខ្ញុំឆ្លាញ់សហគមន៍របស់ខ្ញុំដោយសារតែខ្ញុំមើលឃើញថាសហគមន៍របស់ខ្ញុំមានសុខភាពស្អាតមានដើមឈើហើយនិងមានដើមផ្កាដ៏ជាច្រើននៅតាមដងផ្លូវហើយអ្វីដែលខ្ញុំបារម្ភនៅពេលអនាគតគឺខ្ញុំបារម្ភថាប្រជាពលរដ្ឋគាត់ឲ្យយល់ដឹងអំពីបញ្ហាបរិស្ថានដែលជាហេតុធ្វើឲ្យអាចនឹងពួកគាត់អាចនឹងធ្វើឲ្យពួកគាត់បំផ្លាញនៅបរិស្ថានទាំងអស់នោះដែលជាហេតុធ្វើឲ្យសហគមន៍គឺអត់មានសុខភាពស្អាតចាបើសិនជានៅក្នុងសហគមន៍យើងអត់មានចាត់វិធានការថែទាំបរិស្ថានទេតាមខ្ញុំគិតគឺនៅថ្ងៃខាងមុខនឹងប្រកាសជាបរិស្ថាននឹងពោពេញទៅដោយសម្រាមហើយវាអត់ស្អាតទេជាពិសេសគឺអាចនឹងប្រែប្រួលអាកាសធាតុកាន់តែខ្លាំងអាចនឹងក្តៅខ្លាំងឬមួយក៏អាចនឹងភ្លៀងមកកាន់តែខ្លាំងដែលធ្វើឲ្យមានទឹកជំនន់កុមារនិងយុវជនគឺជាក្រុមដែលងាយរងគ្រោះជាងគេដោយសារបញ្ហាបរិស្ថានក៏ដូចជាដោយសារបញ្ហាប្រែប្រួលអាកាសធាតុដូច្នេះការបង្រៀនកុមារស្ដីពីការប្រែប្រួលអាកាសធាតុក៏ដូចជាបញ្ហាបរិស្ថាននានាគឺជារឿងចាំបាច់ដែលយើងត្រូវធ្វើចឹងបន្ទាប់ពីសិស្សយើងបានសិក្សាពីប្រធានបទដែលពួកគាត់បានសិក្សាចប់សកម្មភាពសម្អាតបរិស្ថាននៅក្នុងសហគមន៍នៅតាមផ្លូវសាធារណៈហើយគាត់ចូលរួមធ្វើសកម្មភាពដាំដើមឈើណាដាំដើមឈើដើម្បីបៃតងដើម្បីសហគមន៍បៃតងរបស់គាត់តាំងពីខ្ញុំអត់ទាន់បានចូលរៀនទាក់ទងនឹងបំណិនជីវិតខ្ញុំគិតថាខ្ញុំអត់អាចទេដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលវាខ្លាចគេអ្នកគ្រូហើយណាមួយនៅពេលដែលខ្ញុំបានចូលរៀនបំណិនជីវិតគឺខ្ញុំបានសិក្សាបានច្រើនខ្លាំងមែនទែនទាក់ទងនឹងភាពក្លាហានបានពង្រឹងនូវភាពក្លាហានរបស់ខ្លួនឯងហើយណាមួយគឺបានឲ្យខ្លួនឯងចេះទំនាក់ទំនងជាមួយនឹងមេឃុំនិងនគរបាលផ្សេងៗជាដើមកូននៅក្នុងសហគមន៍គាត់ជួយដោះស្រាយបញ្ហាគឺពាក់ព័ន្ធទៅលើបរិស្ថានអនាម័យអ្វីមួយដែលសិក្សាពីក្មេងទី1គាត់រៀបចំឲ្យបរិស្ថានស្អាតហ្នឹងយើងមើលឃើញអញ្ចឹងយើងចាប់អារម្មណ៍ដូចគ្នាពួទេវតាកុមារនិងយុវជនគឺជាក្រុមដែលមានសក្តានុពលទៅថ្ងៃអនាគតក្នុងការចូលរួមកែលម្អបរិស្ថានក្នុងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុពីព្រោះពួកគេគឺជាអនាគតនៃប្រទេសជាតិចំពោះក្មេងៗទាំងអស់នោះខ្ញុំបានគិតរួចហើយខ្ញុំបានបញ្យល់រួចហើយថាកូនទាំងអស់គ្នាត្រូវធ្វើជាតំពាំងដ៏ល្អស្នងវិស័យអនាគតគាត់នឹងខ្លាចជាអ្នកដឹកនាំដ៏ល្អមួយចា៎ខ្ញុំឡាមលីខ្ញុំចង់និយាយរឿង5